យើងទាំងអស់ត្រូវតែមានមោទនៈពីព្រោះអ្នកទាំងអស់ត្រូវបានអង្គការជ្រើសរើសបញ្ជូនឲ្យមកទីនេះដើម្បីបង្កើនកម្លាំងបង្កបង្កើនផលនេះជាសហករណ៍17មេសាជាមុខព្រួញមួយក្នុងភារកិច្ចដើម្បីកសាងរបបសង្គមនិយមស្អាតស្អំលើទឹកដីកម្ពុជាប្រជាធិបតេយ្យចាប់ពីពេលឥឡូវនេះទៅអង្គការមហាត្រឹមត្រូវមហាភ្លឺស្វាងមហាអស្ចារ្យដើម្បីគិតគូរផ្ទះនៅការហូបចុកដល់អ្នកទាំងអស់គ្នាម្នាក់មានតែភារកិច្ចមួយប៉ុណ្ណោះគឺដើម្បីពលកម្មអង្គការបង្រៀនថាសិលធម៌បដិវត្តគឺបញ្ចេញកម្លាំងពលកម្មត្រូវសកម្មបញ្ចេញពលកម្មឲ្យអស់ពីកម្លាំងកាយដើម្បីស្ដែងចេញការដឹងគុណដល់អង្គការយើងអង្គការមហាត្រឹមត្រូវមហាភ្លឺស្វាងមហាអស្ចារ្យជ័យយកអង្គការ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 ឥឡូវមិត្តទាំងអស់ត្រូវបានបញ្ជូនទៅកន្លែងសម្រាប់មានអ្វីដែលគួរឲ្យបារម្ភនោះទេមានអ្វីដែលគួរឲ្យបារម្ភនោះទេអង្គការបំពន់នឹងថែទាំកូនចៅបណ្ដាមិត្តមិនឲ្យខ្វះខាតអ្វីទេនឹងសំរុំជាងបណ្ដាមិត្តទៅទៀតត្រូវជឿជាក់លើអង្គការអ្នកទាំងអស់គួរតែដឹងគុណរបស់អង្គការគឺថាមានតែអង្គការមួយទេដែលចេះបំពន់ឲ្យបណ្ដាមិត្តអង្គការគឺជាអ្វីទាំងអស់មានព្រះមានអ្វីទាំងអស់ពួកឯងគោរពបូជាតែអង្គការយើងមួយប៉ុណ្ណោះទេវើយចឹងមិនរីនោះមកនេះឲ្យឆាប់ឡើងនាំវាទៅមន្ទីរពេទ្យទៅមិត្តនាំវាមកពីណានៅឯវានៅក្រុមពួកណាខ្ញុំគ្រាន់តែដាក់កាត់ទីមុន
កម្មភិបាលម្នាក់បានប្រើខ្ញុំចាំខ្ញុំសួរគេមើលមិនបាច់ទេក្រវែងវាទៅកំណើនោះបានហើយលឿនឡើងរួចត្រឡប់ទៅកាន់ការងារវិញកើតអីនោះកូនជឿកន្លែងហ្នឹងកូនកូនយ៉ាងម៉េច